ចឹងក្នុងគម្របសភៅនេះគឺគេសរសេរអំពី clear ហើយដែលហេតុដែលនាំឲ្យយើងនឹងឯងមិនអាចសម្រេចកិច្ចការងារទាំងអស់នោះបានដែលហេតុគិតថាខ្ជិលពេកក្តៅពេកព្រឹកពេកឃ្លានពេកឆ្អែតពេកអីជាដើមប៉ុន្តែក្នុងសភៅនេះខ្ញុំកណ្ដាលអាត្មាភាពបានអានទៅឃើញចំណុចមួយដែលនិយាយអំពីការដែលថាយើងអាចកំណត់គោលដៅដើម្បីឲ្យកម្ចាត់នៅសេចក្តីខ្ជិលរបស់យើងបានហ្នឹងគឺមាន3ចំណុចដែលអាត្មាភាពចាប់អារម្មណ៍ហើយចង់ចែករំលែកគឺទី1គឺគ្រប់គ្រងលើគោលគំនិតហៅថាផែនការទី2ត្រូវគ្រប់គ្រងលើសកម្មភាពហៅថាការអនុវត្តទី3គ្រប់គ្រងលើខ្លួនឯងមានន័យថាការយកឈ្នះលើខ្លួនឯងក្នុងនេះតកតងអំពីការគ្រប់គ្រងលើផែនការមានន័យថាជាគំនិតរបស់យើងឧទាហរណ៍ថាយើងចង់ធ្វើកិច្ចការងារណាមួយដែលមានប្រយោជន៍ដែលយើងត្រូវធ្វើថ្មពីឧទាហរណ៍ថាយើងត្រូវសម្រេចកិច្ចការងារសាលាឬក៏ assignment អីជាដើមប៉ុន្តែយើងមានអារម្មណ៍ថាវាហត់ពេកវាច្រើនពេកអីជាដើមប៉ុន្តែយើងសួរថាគោលគំនិតនិងផែនការរបស់យើងត្រូវធ្វើយ៉ាងណាគឺត្រូវធ្វើ assignment នឹងឲ្យហើយត្រូវធ្វើកិច្ចការងារសាលានឹងឲ្យហើយចឹងយើងមានគោលការណ៍ច្បាស់លាស់ថាពេលណាដែលយើងធ្វើ assignment នឹងហើយនោះយើងនឹងអាចសម្រេចអាចសម្រួលខ្លួនតាមអ្វីដែលយើងអាចធ្វើទៅបានចឹងទៅប៉ុន្តែយើងមើលពីផលប៉ះពាល់បើសិនជាយើងមិនបានធ្វើកិច្ចការងារនោះទេតើវាទៅជាយ៉ាងណាដូចថាគ្រូគាត់ដកបន្ទុកអីជាដើមតាមនឹងចឹងទៅមានន័យថាយើងកំណត់គោលដៅផែនការច្បាស់លាស់សិនតែកិច្ចការងាររបស់យើងនឹងត្រូវធ្វើដោយរបៀបណាវិធីណាអីជាដើមហើយមួយទៀតគឺទី2គឺនិយាយអំពីការគ្រប់គ្រងសកម្មភាពបន្ទាប់ពីយើងមានគោលគំនិតគិតថាផែនការនឹងមិនត្រូវធ្វើបែបណាហើយសកម្មភាពរបស់យើងគឺត្រូវតែធ្វើភ្លាមមិនអាចទុកពេលវេលាយូរឬក៏ថាកំណត់ពេលវេលាដល់ពេលវេលាត្រូវកំណត់នឹងម្ដងត្រូវតែធ្វើភ្លាមមិនអាចទុកឲ្យពេលវេលានឹងបណ្ដោយហើយធ្វើឲ្យមានចិត្តគំនិតគិតថាចាំស្អែករហូតទៅណានឹងគឺតើតអំពីទី2ដោយការអនុវត្តហើយទី3គឺការគ្រប់គ្រងខ្លួនឯងតែការគ្រប់គ្រងខ្លួនឯងនេះក៏ជាចំណុចមួយសំខាន់បំផុតព្រោះថាមនុស្សយើងភាគច្រើនតែងតែមិនអាចគ្រប់គ្រងខ្លួនឯងបានដូចថាចង់ធ្វើប៉ុន្តែមានអារម្មណ៍ថាហត់អីជាដើមហ្នឹងក៏អត់ធ្វើទៅហើយចង់ធ្វើមានអារម្មណ៍ថាក្តៅពេកអញ្ចឹងក៏អត់ធ្វើទៅចង់ធ្វើមានអារម្មណ៍ថាយប់ពេកអញ្ចឹងក៏អត់ធ្វើទៅអញ្ចឹងវាស្ថិតក្នុងការគ្រប់គ្រងខ្លួនឯងប្រសិនបើយើងគ្រប់គ្រងខ្លួនឯងនឹងបានល្អយើងមានវិន័យលើខ្លួនឯងច្បាស់លាស់ពេលនោះនៅពេលដែលដល់ពេលដល់វេលាដែលយើងត្រូវធ្វើច្បាស់ណាស់ថាយើងនឹងត្រូវធ្វើកិច្ចការងារទាំងអស់នោះបានសម្រេចដោយខ្លួនឯងនេះគឺតកតងអំពីគោលគំនិតទាំង3ដែលនិយាយអំពីការយកឈ្នះខ្លួនឯងហើយវាមានចំណុចជាច្រើនទៀតដែលអាត្មាភាពបានអានហើយនឹងចង់ចែករំលែកបន្តព្រោះថាវាជាចំណុចល្អសម្រាប់បងប្អូនទាំងអស់គ្នាស្ដាប់ទៅឬក៏មើលទៅឬក៏ថាមានចិត្តចង់អានយ៉ាងណាហ្នឹងក៏ទិញអានទៅដើម្បីជាប្រយោជន៍ក្នុងការដំណើរជីវិតរស់នៅប្រចាំថ្ងៃព្រោះថាអ្នកណាហ្នឹងក៏មានដែរសេចក្តីខ្ជិលនេះមិនមានថាអ្នកណាអត់ខ្ជិលទេគឺមានគ្រាន់តែអ្នកខ្លះគេខ្ជិលដែរប៉ុន្តែគេមានវិន័យលើខ្លួនឯងដល់ពេលគេត្រូវធ្វើគឺគេធ្វើដល់ពេលវេលាដែលគេត្រូវបំពេញគឺគេបំពេញគេអត់ទុកពេលវេលាបណ្ដោយឲ្យរំលងផុតទៅច្រើនខ្ញុំកណ្ដាលអាភិបចែករំលែកប៉ុណ្ណេះហើយសុភៅនេះគឺខ្ចីគេមកទេជិតដល់ពេលវេលាយកសងគេវិញហើយមិនដឹងតែឲ្យបានអានប្រហែលសន្លឹកទៀតទេអរគុណច្រើន